កម្មអ្នកលក់អនឡាញឬក៏អ្នកដែលចង់បង្កើតអាជីវកម្មថ្មីៗผมបានដងអូននេះសួស្តីខ្ញុំបាទខៀមមកពីខាង RTR ថ្ងៃនេះមានកិត្តិយសចង់ជំរាបជូនអំពីកញ្ចក់ទស្សនកិច្ចផ្សារមកដឹងវីដេអូមួយនេះបើនិយាយចប់ក៏ខិតទៅលើចាស់អាជីវកម្មអ្នកលក់អនឡាញឬក៏អ្នកដែលចង់បង្កើតអាជីវកម្មថ្មីៗយើងដឹងណាពីដើមមកពីច្រើនអ្នកដែលលក់អនឡាញឬក៏តែលក់នៅផ្សារចាប់ពីកៅអៅផលិតចំណេះឬក៏គឺជិះចុកពីដើមមកមានទៅយកពីបានហ្នឹងមកពីប្រទេសជិតខាងប៉ុន្តែទាំងអស់គ្នាមកចំនួនទូចប្រកាសច្រើនដឹងទេប្រទេសទាំងនោះគឺអីវ៉ាន់យកចេញមកពីចេញផ្លប់លើពាក្យមួយម៉ាត់គេហៅថាប្រទេសចិនគឺជារោងចក្ររបស់ពិភពលោកឯងតំបន់ដែលគេហៅថាបោះដុំត្មងមានប្រហែលខេត្តធំៗយើងនិយាយថាតំបន់ដែល Snow ឲ្យល្បីបានទី1មានក្រងចៅទី2គឺទីក្រុងសិនចិនបន្តមកទៀតគឺ EU អញ្ចឹងយើងលើកតែ3ហ្នឹងបានហើយពីខ្ញុំវិញខ្ញុំណែនាំចប់មួយដែលយើងទៅតែរៀបចំចេញមកនេះចប់ទៅទូនាសារបោះដុំតែម្ដងកញ្ចក់4ថ្ងៃ3យប់មានទីក្រុងក្រងចៅនិងសិនចិនមានហាងពាក់គ្រឿង cosmetic និង skin care បន្តមកទៀតផ្នែកខាងគឺ electronic អញ្ចឹងគឺ electronic ហ្នឹងរួមមានអីគេខ្លះគ្រឿងភ្លើងទូរស័ព្ទ computer គ្រឿងសំណង់អីជាដើមគឺកាមេរ៉ាក៏អញ្ចឹងដែរស៊េរីថ្មីស៊េរីក្រោយៗមកគឺចេញមកហ្មងសូម្បីតែទូរស័ព្ទ iPhone ណាក៏ផលិតនៅក្នុងសិនចិនផងដែរយើងនាំទៅដល់ផ្សាររបស់ដុំគេតែម្ដងអញ្ចឹងយើងទៅមើលទៅចរចាសិក្សាស្វែងយល់លួចយល់ហើយយកលេខយកអីទុកមើល sample ហើយអូខេលើក្រោយកំងមកនឹងមានណែនាំជូនទៀតដឹកជូនតាមណាអញ្ចឹងអញ្ចឹងចប់ទៅជើង clear ហ្មងអត់ជិះបានទេ